មនុស្សប្រភេទនេះទោះចង់ក្រក៏មិនអាចក្របានដែរព្រោះមានទេវតាទ្រព្យតាមថែរក្សានិងតាមជួយជានិច្ចតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនហាក់ដូចជាមានសំណាងអមដំណើរជានិច្ចទោះបីជាពួកគេធ្លាក់ក្នុងស្ថានភាពលំបាកយ៉ាងណាក៏តែងតែមានអ្នកជួយឬមានឱកាសល្អៗរត់មករកពួកគេវិញជានិច្ចចាស់តែងពោលថាមនុស្សប្រភេទនេះទោះចង់ក្រក៏មិនអាចក្របានដែរព្រោះមានទេវតាទ្រព្យនិងទេវតាផ្សេងៗតាមថែរក្សានៅពីក្រោយខ្នងរហូតថ្ងៃនេះយើងនឹងមកដឹងថាតើបុគ្គលបែបណាខ្លះដែលមានខ្សែជីវិតដ៏អស្ចារ្យបែបនេះបុគ្គលប្រភេទទី1មនុស្សដែលមានចិត្តមេត្តានិងមានភាពស្មោះត្រង់ទេវតាទ្រព្យមិនចូលចិត្តផ្ទះដែលមានតែភាពអ៊ូអរនោះទេប៉ុន្តែទ្រង់ចូលចិត្តគង់នៅជាមួយមនុស្សដែលមានចិត្តត្រជាក់មនុស្សដែលមិនចេះឈ្នានីសមិនចេះច្រណែននិន្ទានិងមានចិត្តចង់ជួយអ្នកដទៃដោយស្មោះគឺជាអ្នកដែលតាក់ទាញលាភសក្ការៈបានខ្លាំងបំផុតនៅពេលអ្នកផ្ដល់ឲ្យពិភពលោកនៅរឿងល្អៗនោះចក្រវាលនឹងសងអ្នកមកវិញនៅទ្រព្យសម្បត្តិបុគ្គលប្រភេទទី2មនុស្សដែលដឹងគុណឪពុកម្ដាយនេះគឺជាទេវតារស់ដែលនៅក្បែរខ្លួនយើងបំផុតបុគ្គលណាដែលចេះដឹងគុណមើលថែទាំនិងធ្វើឲ្យឪពុកម្ដាយមានសេចក្តីសុខបុគ្គលនោះនឹងមានឫទ្ធិបារមីការពារខ្លួនរាល់ពាក្យសព្វសាធុការរបស់ឪពុកម្ដាយគឺជាអាវក្រោះការពារគ្រោះថ្នាក់និងជាមេដែកឆក់យកនៅសំណាងល្អជានិច្ចពោលគឺបុគ្គលដែលដឹងគុណឪពុកម្ដាយនឹងគ្មានថ្ងៃស្រុតចុះឡើយបុគ្គលប្រភេទទី3មនុស្សដែលមិនបោះបង់និងមានសីលធម៌ក្នុងរបររកស៊ីនិងការងារទេវតាទ្រព្យមិនមែនជួយតែអ្នកដែលអង្គុយបន់ស្រន់នោះទេប៉ុន្តែទ្រង់ជួយដល់អ្នកដែលខំប្រឹងរកស៊ីនិងខំប្រឹងធ្វើការដោយសុចរិតទោះបីជាជួបឧបសគ្គធំប៉ុណ្ណាមនុស្សប្រភេទនេះតែងតែរកឃើញនៅផ្លូវចេញព្រោះពួកគេមានសេចក្តីព្យាយាមជាកម្លាំងជំរុញនៅពេលឱកាសមកដល់ពួកគេនឹងហក់ឡើងខ្ពស់ភ្លាមបុគ្គលប្រភេទនេះទោះបីជាចង់ក្រក៏មិនអាចក្របានដែរដោយសារតែមានភាពអំណត់ព្យាយាមនៅចាំជួយពួកគេជានិច្ចបុគ្គលប្រភេទទី4មនុស្សដែលចេះចែករំលែកនិងដាក់ខ្លួនអ្នកមានពិតប្រាកដមិនមែនជាអ្នកដែលក្តោបក្តាប់អ្វីៗគ្រប់យ៉ាងម្នាក់ឯងនោះទេមនុស្សដែលកាន់តែមានកាន់តែដាក់ខ្លួននិងចេះធ្វើបុណ្យដាក់ទានគឺជាមនុស្សដែលទេវតាទ្រព្យចង់ឲ្យទ្រព្យសម្បត្តិទៅរកបំផុតព្រោះទ្រង់ដឹងថាទ្រព្យទាំងនោះនឹងត្រូវបានប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនទៀតទ្រព្យសម្បត្តិនិងសំណាងវាមិនមែនកើតឡើងដោយចៃដន្យទាំងស្រុងនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃអំពើល្អនិងចិត្តគំនិតវិជ្ជមានរបស់អ្នកប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានទេវតាទ្រព្យតាមថែរក្សាចូលចាប់ផ្ដើមបណ្ដោះនូវសេចក្តីល្អក្នុងចិត្តចាប់តាំងពីថ្ងៃនេះទៅតើអ្នកជឿទេថាសេចក្តីល្អអាចផ្លាស់ប្ដូរវាសនាមនុស្សបានចូល comment នៅខាងក្រោមចែករំលែកមតិរបស់អ្នកសូមអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម subscribe for more